Bàជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះយើងមានគំរូរថយន្តបាទ Ford ប្រភេទ Pickup ណាយកមកបង្ហាញជូនពុកម៉ែបងប្អូនមួយគ្រឿងបាទចង់ដឹងថាមាន option អីពិសេសនៅលើរថយន្ត Pickup មួយគ្រឿងនេះខ្លះពុកម៉ែបងប្អូនតាមដានវីដេអូពីដើមរហូតដល់ចប់បាទFord បាទប្រភេទ Ford Ranger Wild Truck បាទឆ្នាំ2021ចុងឆ្នាំជាប្រភេទស្លាកលេខ BQ បាទភ្ជាប់មកជាមួយនឹងកាមេរ៉ាខាងក្រោយស៊ីនបាទoption ទំនើបពុកម៉ែបងប្អូនប្រភេទ Wild Truck នេះ option វាមានច្រើនណាមានច្រើនជាង XLT បាទយើងបន្តទៅមកតាផ្នែកខាងក្នុងជាប្រភេទខាងក្នុងខ្មៅឡាយជាមួយនឹងធ្នេតក្រូចណាឡាយនៅអក្សរ Ranger បាទកន្លែងនេះអក្សរគេក៏ដាក់ថា Wild Truck បាទស្អាតមែនទែនបាទប្រភេទខ្មៅឡាយរបៀបតក្រូចបាទនៅលើស្បែកពុកស៊ីនណាបាទហើយមើលទៅអក្សរ Wild Truck គេមើលមកពេញសាច់តែម្ដងណាបាទកន្លែងនេះក៏មានឡាយតក្រូចដែរពុកម៉ែបងប្អូនព្រោះមួយគ្រឿងនេះ021ចុងឆ្នាំចូល22អញ្ចឹងវាដូចវាចង់ឲ្យវាចូល22ហើយមួយគ្រឿងនេះណាដូចឡាន022អញ្ចឹងហើយ sensor ខាងមុខ sensor ខាងក្រោយ4គ្រាប់ណាបាទងាយស្រួលពេលអាយ៉ែបាទមើលខាងក្រោយហើយស្រែកជាសលេង sensor ណាបាទកន្លែងទៅមើលតាផ្នែកខាងក្រោយតកង់ពុកម៉ែបងប្អូនបាទកន្លែងនេះក៏ឡាយខ្លាយតក្រូចដែរនៅលើស្បែកពុកស៊ីនគេណាស្អាតមែនតើមើលទៅបាទមើលទៅស្អាតប្លែកបាទហើយកន្លែងនេះមាននៅកន្លែងសាកភ្លើងបាទសាកភ្លើងជាមួយនឹងឆាចទូរស័ព្ទបាទជាប្រភេទ AC ហើយនិង DC ណាអគ្គិសនីហើយនឹងភ្លើងអាគុយបាទកន្លែងនេះមានឈ្នាន់បាទឈ្នាន់ដូច Raptor ចឹងបងប្អូនស្អាតណាស់បាទហើយ line នៅអក្សរ Wild Truck គ្រប់កន្លែងបាទមើលទៅពេញភ្នែកតែម្ដងស្អាតអ្នកស្រឡាញ់ខ្មៅ line ទៅក្រូចស្អាតមែនទែន option ភ្ជាប់មកជាមួយនឹងកៅអីចុចបាទប្រភេទពូកស្បែកចកោតស្បែកបាទកន្លែងនេះមាននៅរ៉ាដាចាប់កន្លងផ្លូវបងប្អូនណាអារ៉ាដា preclusion ប្រាំងស្វ័យប្រវត្តិគេណាតាជាក្តោបបាទភ្ជាប់មកតាជាក្តោបទៀតពុកម៉ែបងប្អូនណាតោះយើងទៅមើល option ខាងក្នុងទាំងអស់គ្នាទៀតពុកម៉ែបងប្អូនបាទមានអីខ្លះទៀតប្រភេទនេះគឺទៅតែប្រើបាន 40000 គីឡូជាងទេបាទម្ចាស់គាត់ជិះតិចដែរទេបាទហើយកន្លែងនេះជាបង្ហាញរ៉ាដាចាប់កន្លងផ្លូវកន្លែងនេះខ្ញុំបើកកាបូម៉ាស៊ីនខាងមុខណាពុកម៉ែបងប្អូនបាទវាលោតឲ្យដឹងហើយប្រភេទបេតុងបច្ចេកគឺ smart key ណា smart key បាទកន្លែងនេះជាកាមេរ៉ាខាងក្រោយបាទអេក្រង់ធំកាមេរ៉ាខាងក្រោយមើលឃើញច្បាស់ល្អហើយមាននឹង sensor ray ឆ្វេងស្ដាំទៀតយើងដឹងថាកង់យើងបត់ទៅឆ្វេងឬក៏បត់ទៅស្ដាំណាងាយស្រួលបាទ option ទំនើបណាស់បងប្អូនបាទហើយកន្លែងនេះមាននៅ sensor បិទបើកបាទមាននៅចូលប្រអប់បាទមាននៅ lock ប៉ុងជាមួយនឹងសញ្ញាល្អបាទបេតុងកាពីតាសបាទលេខកម្លាំងកាពីតាសបាទប៉ុង1ប៉ុង2អញ្ចឹងទៅបងប្អូនណាបាទហើយមួយគ្រឿងនេះគិតជូនតម្លៃពិសេសជូនពុកម៉ែបងប្អូន 36900 បាទ 30000 ជាងទេបាទកន្លែងនេះជា Line អក្សរ Bi Turbo ប្រភេទតាក់បូភ្លោះបាទហើយយ៉ាងកង់រង្វង់18អ៊ីងសបកថ្មី4គ្រាប់ពុកម៉ែបងប្អូនណាអត់មានត្រូវយកទៅបដូរសបកបដូរអីទេយកទៅដឹងតែប្រើតែម្ដងប្រភេទចង្គៀងគឺការខូច LED បាទអាចបំភ្លឺផ្លូវបានច្បាស់មែនតើមើលផ្លូវបានឆ្ងាយណាងាយស្រួលគ្រប់គ្រងឧបសគ្គបាទបន្តទៅមើលផ្នែកប្លុកម៉ាស៊ីនពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនឃើញទីយោ2បាទប្រភេទតាក់បូភ្លោះគឺទីយោតាក់បូ2បាទអញ្ចឹងម៉ាស៊ីន 2.0 Bi Turbo បាទទីម៉ាសូតិចកម្លាំងខ្លាំងដោយសារតាក់បូវាភ្លោះបាទអញ្ចឹងប្រភេទនេះមិនសមចៃម៉ាសុតណាពុកម៉ែបងប្អូនបាទរថយន្ត pick up តែមិនសមចៃណាហើយប៉ាណាមុខគេស្អាតណាពុកម៉ែបងប្អូនអើយបាទឡាយនៅតក្រូចណាស្អាតណាតម្លៃ 36900 ពុកម៉ែបងប្អូនបាទចាប់អារម្មណ៍មកឲ្យលឿនតិចខ្លាចគេយកបាត់ណាបាទហើយកន្លែងនេះ sensor មុខរបស់គេណាបាទ sensor មុខជាមួយនឹង radar គេណាបាទពន្ធផ្លូវមួយឆ្នាំតែ 200,000 រៀលទេប្រភេទម៉ាស៊ីន 2.0 Bi Turbo នេះណាបាទពន្ធផ្លូវមួយឆ្នាំ$50បាទហើយម៉ាសុតក៏ស៊ីតិចដែរបាទជីលក្ខណៈគ្រួសារក៏បានដឹកអវ៉ាន់ក៏បានបាទហើយមកបងប្អូនអើយការចាស់បាទចាប់អារម្មណ៍តំណឲ្យលឿនបន្តិចបាទអរគុណច្រើនពុកម៉ែបងប្អូនជូនពរសុខភាពល្អ